អូខេសួស្តីអ្នកនរនេះសូមស្វាគមន៍មកកាន់ Channel How to Do ហើយនេះគឺជាវីដេអូបង្រៀនអ្នកនរគ្នារបៀបដាក់ mod នៅលើ Terraria ដើម្បីកុំឲ្យទាំងអស់គ្នាចំណាយពេលយូរជាមួយនឹងវីដេអូមួយនេះខ្ញុំចង់បញ្ជាក់ឲ្យថាការដាក់ mod នៅលើ Terraria នេះគឺតម្រូវឲ្យទាំងអស់គ្នាមាន game scene នៅក្នុង account Steam របស់គ្នាយើងអញ្ចឹងការដាក់ mod នេះគឺដាក់ mod នៅលើ Steam ហ្មងអត់មានប្រើ client អីផ្សេងចេញពី website ណាញ៉ៃញ៉ៃទេគឺយើងដាក់ mod Terraria នៅក្នុង Steam តែម្ដងអញ្ចឹងសម្រាប់អ្នកដែលគាត់លេង Terraria crack អីវីដេអូនេះមិនមែនសម្រាប់គ្នាយើងទេអាចបិទវីដេអូផ្សេងបានអញ្ចឹងជាដំបូងដូចខ្ញុំនិយាយអញ្ចឹងយើងត្រូវមាន game Terraria Scene ដែលយើងទិញចេញពី Steam មកប៉ុន្តែបើទាំងអស់គ្នាចង់ដាក់ mod ទី1ទាំងអស់គ្នាត្រូវទៅ Store ទាំងអស់គ្នាចូលកន្លែង search មកទាំងអស់គ្នាត្រូវ search ដាក់ថា T mod loadអ្នកដែលគាត់មាន Terraria គឺអានឹង free ស្រាប់តែម្ដងពេលយើងចុចមកយើងអាចធ្វើការ install មកប៉ុន្តែដោយសារខ្ញុំ install ហើយអញ្ចឹងខ្ញុំអត់ត្រូវការ install មួយសារទៀតទេអញ្ចឹងក្រោយពេលដែលយើងបាន install Tmod loader នឹងរួចរាល់ហើយទៅឧទាហរណ៍យើងចង់ដាក់ mod ទៅត្រូវហ៎យើងចង់ដាក់ mod នៅក្នុង Terraria របស់យើងអញ្ចឹងអ្នកនាងអាចចូលទៅកាន់ library របស់គ្នាយើងមកដើម្បី select យក Tmod loader ហ្នឹងនៅក្នុង library game របស់យើងបន្ទាប់មកទាំងអស់គ្នាឃើញមានប៊ូតុងមួយដែលគេដាក់ថា workshop អញ្ចឹងយើងចុចមកលើហ្នឹងមកអញ្ចឹងនៅក្នុងនេះគឺយើងអាចធ្វើការ search រកបណ្ដុំ mod ដែលទាំងអស់គ្នាគិតថាអ្នកអាចធ្វើការប្រើនៅលើ Terraria របស់យើងឧទាហរណ៍ថាឥឡូវខ្ញុំចង់ប្រើ mod អីគេ let's see អូខេឥឡូវឧទាហរណ៍ខ្ញុំចង់ប្រើ mod damage DPS អានេះខ្ញុំឧទាហរណ៍ណាអ្នកចង់ប្រើ mod អីប្រើទៅសំខាន់ឲ្យតែ search នៅក្នុង workshop ហ្នឹងឃើញអញ្ចឹងយើងធ្វើការ search មកនេះទាំងអស់នេះឃើញអ្នកថាវាមាន color damage type អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ install mod ហ្នឹងយើងចុចលើ mod ហ្នឹងមកនេះពេលដែលចុចរួចទាំងអស់គ្នាអូសមកខាងក្រោមទាំងអស់គ្នាឃើញមានពាក្យថា subscribe ជាងយើងគ្រាន់តែចុច subscribe មកគឺ mod នឹងវានឹងធ្វើការ download ចូលទៅក្នុង game របស់យើងតែម្ដងរួចរាល់ដូចគ្នាបើទាំងអស់គ្នាចង់ដក mod នឹងចេញទាំងអស់គ្នាគ្រាន់តែមកកន្លែងហ្នឹងដដែលហើយចុចពាក្យថា unsubscribe មកគឺវានឹងធ្វើការដក mod នឹងចេញពីគ្នាអូខេបន្ទាប់ពីទាំងអស់គ្នា install mod នឹងរួចទាំងអស់គ្នាចូលមកកាន់ library នៅពេលដែលយើងលេង Terraria mod គឺយើងអត់ឡាញ់ Terraria Vanilla ទេគឺយើងឡាញ់ Terraria mod របស់យើងគឺ Tmod loader អញ្ចឹងយើងធ្វើការចុច play មកអូខេអញ្ចឹងពេលដែលយើងបាន install mod នឹងរួចទាំងអស់គ្នាឃើញហើយគឺវាដាក់ថា color damage type new mod អញ្ចឹងអានេះ mod ដែលខ្ញុំបាន install បាញ់មិញអញ្ចឹងយើងគ្រាន់តែអូខេទៅគឺបានហើយអត់អីទេហើយដោយសារតែអានេះវា loading mod ដែលខ្ញុំធ្លាប់ដាក់អញ្ចឹងវារៀងច្រើនតែសម្រាប់អ្នកដែលគាត់ដាក់ mod មួយអីគ្រាន់តែចុចអូខេទៅវាមកដល់ផ្ទាំង menu ហើយអញ្ចឹងឧទាហរណ៍ពេលដែលអ្នកនរគ្នាបាន mod នឹងរួច mod នឹងវាអត់ទាន់ enable អញ្ចឹងអ្នកនរគ្នាអាចធ្វើការចូលមកកាន់ workshop ទាំងអស់គ្នាចូលមកកាន់ manage mod ហើយទាំងអស់គ្នា check មើលថាតើ mod ណាដែលវាអត់ទាន់ដំណើរការឃើញអត់នេះឃើញ mod ខ្ញុំមាន2ដែលខ្ញុំអត់ទាន់ដំណើរការគឺវាមាន Steam Achievement Fix ជាមួយនឹង color damage type អញ្ចឹងឧទាហរណ៍ថាគ្នាយើងចង់ឲ្យវា enable យើងគ្រាន់តែចុចលើវាមក enable like that ចុច back មកគឺរួចរាល់ហើយអញ្ចឹងវានឹងធ្វើការ enable mod នឹងឲ្យយើងអូតូហ្មងទីរួចរាល់អញ្ចឹងមានតែប៉ុណ្្នេះហើយយើងនឹងចាំជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ